នៅក្នុងឆ្នាំ2026 TVN បាននាំយកជាមួយនឹង Webtoon ដ៏ល្បីមកកែសម្រួលជារឿង Action បែបទាហាន Fantasy និងរឿងបែបកំប្លែងដែលកំពុងតែទទួលការគាំទ្រខ្លាំងមែនទែនរឿងហ្នឹងមិនមែនជារឿងដែលទាហានធម្មតាដែលផ្ដោតទៅលើការធ្វើសង្គ្រាមឬក៏ជាការវឹកហាត់ប៉ុណ្ណោះទេប៉ុន្តែនិយាយអំពីយុវជនម្នាក់ដែលបានចូលបម្រើកងទ័ពដោយគ្មានក្តីសង្ឃឹមហើយបានចាប់ផ្ដើមជីវិតរបស់ខ្លួនតាមរយៈការចម្អិនអាហារអ្វីដែលធ្វើឲ្យរឿងនេះពិសេសនោះគឺមានការលាយបញ្ចូលគ្នាជាមួយនឹងជីវិតទាហានការចម្អិនម្ហូបនិង fantasy បែបចេញមកខ្វត់ដែលបង្ហាញនៅចំពោះមុខនិងជាមួយនឹងបរិយាកាសប្លែកៗដែលធ្វើឲ្យមានភាពកំប្លែងរំភើបនិងកក់ក្ដៅក្នុងពេលតែមួយសាច់រឿងនិយាយអំពីខាងសុងជេគឺជាបារម្ភម្នាក់ដែលរស់នៅដោយគ្មានគោលដៅនៅក្នុងជីវិតរបស់គាត់បន្ទាប់ពីឪពុករបស់គាត់បានបាត់បង់ជីវិតហើយរស់នៅក្នុងជីវិតដ៏លំបាកគាត់បានសម្រេចចិត្តចូលបម្រើកងទ័ពដើម្បីគេចចេញពីការពិតដ៏ឈឺចាប់របស់ខ្លួនគិតថាជីវិតទាហានគ្រាន់តែជាពេលវេលាដែលត្រូវអត់ធ្មត់ឲ្យផុតប៉ុណ្ណោះប៉ុន្តែថ្ងៃមួយបន្ទាប់ពីកើតហេតុចម្លែកគាត់បានចាប់ផ្ដើមឃើញ Quad Window ដូចជានៅក្នុង game Quad Window នោះបានផ្ដល់ជាមួយនឹង mission ជាមួយនឹងតេស្តជាច្រើនដែលធ្វើឲ្យគាត់អាចធ្វើម្ហូបផ្សេងៗនៅក្នុងផ្ទះបាយកងទ័ពរាល់ពេលដែលគាត់បំពេញ mission បានសម្រេចគាត់បានទទួលបាន skill ថ្មីៗចាប់តាំងពីការកាត់បន្លាយ៉ាងលឿនរហូតដល់មានសមត្ថភាពធ្វើម្ហូបដែលអាចឲ្យមនុស្សមានអារម្មណ៍ល្អឡើងវិញដំបូងគាត់គ្រាន់តែចង់រស់នៅឲ្យផុតពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងជួរកងទ័ពប៉ុន្តែកាន់តែធ្វើម្ហូបគាត់កាន់តែបានចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនឯងនិងមនុស្សនៅជុំវិញខ្លួនប៉ុន្តែនៅពេលដែលសុងជេកំពុងតែខ្លាចទៅជាវីរៈបុរសនៅក្នុងផ្ទះបាយកងទ័ពគាត់បានចាប់ផ្ដើមរកឃើញអាថ៌កំបាំងមួយដែលតាក់ទងទៅនឹងការស្លាប់របស់ឪពុកខ្លួននិងប្រព័ន្ធខ្វត់អាថ៌កំបាំងដែលកំពុងតែជ្រើសរើសគាត់អ្វីដែលចាប់ផ្ដើមពីការធ្វើម្ហូបធម្មតាបានក្លាយទៅជាដំណើរស្វែងរកការពិតនិងការសង្គ្រោះជីវិតខ្លួនឯងផងដែរផាក់ជីហ៊ុនសម្ដែងជាខាងស៊ុងជេគាត់គឺជាកងទ័ពថ្មីដែលត្រូវបានផ្ទេរមកកាន់ប៉ុស្តិ៍កាំរីមវរសេនាតុយលេខ1នៃកងពលធំលេខ29កាលពីពិធីជប់លៀងខួបកំណើតមួយខួបគាត់បានលូកដៃចាប់យកមួកចុងភៅហាងប៊ូហ្វេមកពាក់ហើយម្ហូបដែលឪពុករបស់គាត់ធ្វើដែលធ្លាប់សបិនចង់ធ្វើជាចុងភៅធ្វើឲ្យគាត់ញ៉ាំគឺមានរសជាតិឆ្ងាញ់អស្ចារ្យមិនចាញ់ម្ហូបលំដាប់ផ្កាយឡើយប៉ុន្តែសម្រាប់សុងជេការធ្វើម្ហូបមិនដែលជាក្តីសបិនរបស់គាត់ឡើយព្រោះទោះបីជាម្ហូបឆ្ងាញ់កម្រិតណាក៏វាមិនអាចឈ្នះពីភាពក្រីក្របានដែរប្រហែលនេះដោយសារតែស្ថានភាពហិរញ្ញវត្ថុដ៏លំបាកនៅក្នុងគ្រួសារទើបធ្វើឲ្យគាត់គ្មានគោលដៅក្នុងជីវិតរបស់គាត់ត្រូវបានបោះបង់ការសិក្សានៅសាកលវិទ្យាល័យរួចទៅធ្វើការធ្ងន់ៗដូចជាធ្វើការសំណង់នាពេលថ្ងៃនិងធ្វើការតាមហាងម៉ាត់នាពេលយប់ផងដែរគាត់គឺជាយុវជនដែលស្លូតបូតនិងកម្រមួយនៅក្នុងសម័យនេះដែលមិនដែលចេះរអ៊ូរទាំពីការនឿយហត់ហើយតែងតែឆ្លៀតពេលជួយការងារឪពុករបស់គាត់ជានិច្ចទោះជាយ៉ាងណាក្តីពិភពលោកពិតបានឃោរឃៅចំពោះសុងជេខ្លាំងណាស់រហូតដល់ពាក្យបុរាណមួយពោលថាធ្វើល្អបានល្អប្រែក្លាយទៅជាគ្មានន័យឪពុករបស់គាត់បានស្លាប់បាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ភ្លាមៗហើយនៅក្នុងនាមជាមេគ្រួសារគាត់ត្រូវរ៉ាប់រងបន្ទុកធ្ងន់ធ្ងរគាត់បែរជាត្រូវទទួលបានលិខិតហៅឲ្យចូលបម្រើកងទ័ពយ៉ាងប្រងើយកន្តើយស្ថិតនៅក្នុងស្ថានភាពបែបនេះសុងជេនៅតែតាំងចិត្តយ៉ាងមុតមាំថានឹងធ្វើឲ្យអស់ពីសមត្ថភាពក្នុងជីវិតយោធាអស់រយៈពេល18ខែនេះដើម្បីក្លាយទៅជាបរិសុទ្ធពិតប្រាកដហើយក្លាយជាឱកាសសម្រាប់គាត់រត់គេចពីការពិតដោយជឿចិត្តដើម្បីមកដុំអារម្មណ៍របស់គាត់ឡើងវិញបន្ទាប់ពីបានខិតខំវឹកហាត់ខ្លាំងជាងអ្នកដទៃរហូតបានជ្រើសរើសជាទាហានថ្មីឆ្នើមបំផុតគាត់ត្រូវបានចាត់តាំងឲ្យទៅប្រចាំការនៅប៉ុស្តិ៍កាំងរីមដែលជាដែនសមុទ្រខាងកើតប៉ុន្តែដោយសារតែប្រវត្តិគ្រួសារក្រីក្រនិងរឿងរ៉ាវឪពុកដែលទើបនឹងស្លាប់គាត់ត្រូវបានគេវាយត្រាថាគឺជាទាហានដែលមានបញ្ហាហើយត្រូវបានតាមដានពិសេសខ្សែភ្នែករបស់ពួកមេកោយមើលមកគាត់ដោយមិនពេញចិត្តហើយអ្វីដែលរឹតតែអាក្រក់ជាងនេះទៅទៀតគាត់បានចាប់ផ្ដើមឮសំឡេងចម្លែកៗនិងបានមើលឃើញផ្ទាំងទិន្នន័យចម្លែកដែលលេចឡើងនៅចំពោះមុខគាត់នៅកណ្ដាលភាពទាស់ច្រកនឹងទិន្នន័យដែលគាត់មើលដូចជាផ្ទាំងនោះគ្រប់គ្រងតួអង្គក្នុងហ្គេមបានហុចដៃមកជួយគាត់រវាងការសង្ស័យនិងការចង់ដឹងចង់ឃើញគ្រាន់តែអ្នកឆ្លើយថា yes ឬក៏ no ប៉ុណ្ណោះសុងជេបានសម្រេចចិត្តជឿជាក់លើសម្លេងអាថ៌កំបាំងនោះហើយទទួលបានបេសកកម្មខ្វតបដូរអាជីពជាទាហានចុងភៅបន្ទាប់ពីទទួលបានជំនាញផ្នែកចុងភៅគាត់បានធ្វើចលនាបានរហ័សនិងមានសមត្ថភាពគណនេយ្យខ្ពស់រហូតអាចរៀបចំឃ្លាំងស្តុកស្បៀងអាហារយ៉ាងជោគជ័យរាល់ពេលដែល level របស់គាត់ឡើងគាត់អាចប្រើជំនាញបានកាន់តែច្រើនម្ហូបដែលនៅក្នុងផ្ទះបាយកាំងរីមសម្បីតែពួកដែលចូលចិត្តតែហូបម្ហូបរើសតែងតែដើរចេញក៏ត្រូវបានសុងជេប្រែក្លាយទៅជាអាហារកម្រិតភោជនីយដ្ឋានមួយសម្រាប់ពួកគេផងដែរប៉ុន្តែនៅក្នុងជួរកងទ័ពកូរ៉េខាងត្បូងការដែលធ្វើឲ្យខ្លួនលេចធ្លោនឹងជាចំណុចចាប់អារម្មណ៍ពេកវាមិនមែនជារឿងល្អឡើយរូបផ្សំនឹងអាថ៌កំបាំងងងឹតដែលលាក់ទុកក្នុងជួរកងទ័ពចាប់ផ្ដើមរបូតសម្បកម្ដងមួយសន្ទាប់ដែលធ្វើឲ្យកម្រិតពិបាកនៃជីវិតរបស់កងទ័ពរបស់គាត់កាន់តែឡើងខ្ពស់ឡើងរាល់ពេលដែលបេសកកម្មខ្វត Windows ត្រូវបានបំពេញអាថ៌កំបាំងដែលលាក់ទុកក្នុងប៉ុស្តិ៍កាំងរីមក៏បានចាប់ផ្ដើមលេចជារូបរាងពិតមកឥឡូវ
សុងជេបានសម្រេចចិត្តបោះបង់កំភ្លើងពាក់មួកដែកនិងខ្សែក្រវ៉ាត់គ្រាប់មកកាន់វែកឆ្នាំងមួកចុងភៅនិងអៀមចុងភៅដើម្បីកសាងខ្លួនឲ្យកាត់ជាថ្មីជាវីរបុរសចុងភៅក្នុងជួរកងទ័ពលីហុងណេគាត់ដណ្ដើរតួជាយួនដងយុនគាត់គឺជាទាហានចុងភៅឬក៏ជាមេដែលគ្រប់គ្រងបន្ទាយប្រចាំប៉ុស្តិ៍យាមកាំងនីមគាត់ក៏ទទួលបានលិខិតហៅឲ្យចូលបម្រើកងទ័ពដែលគាត់ធ្លាប់តែព្យាយាមពង្យាពេលរួចក៏សម្រេចចិត្តចូលបម្រើកងទ័ពតែម្ដងការដំបូងគាត់គិតថាខ្លួនឯងច្បាស់ជាចូលកងទ័ពប្រយុទ្ធដូចគេដូចឯងប៉ុន្តែផ្ទុយពីការរំពឹងទុកគាត់បែរជាត្រូវចាប់តាំងឲ្យធ្វើជាទាហានចុងភៅទៅវិញនៅពេលដែលជីវិតយោធារបស់គាត់ចាប់ផ្ដើមវឹកវរនិងខុសពីគោលដៅទាំងស្រុងដងយុនផ្ដោតអារម្មណ៍លើការហាត់ប្រាណយកសាច់ដុំខ្លាំងជាងការធ្វើម្ហូបគាត់កម្រនឹងញ៉ាំម្ហូបដែលខ្លួនគាត់ធ្វើណាស់ព្រោះរវល់តែខិតខំប្រឹងប្រែងញ៉ាំអាហារបំប៉នដើម្បីបំពេញប្រូតេអ៊ីនអណ្ដាតរបស់ដងយុនគឺគ្រាន់តែជាឧបករណ៍សម្រាប់ដឹងរសជាតិក្នុងកម្រិតអត្តបរមាប៉ុណ្ណោះមិនដឹងថាឆ្ងាញ់ឬក៏មិនឆ្ងាញ់ឡើយចាប់តាំងពីថ្ងៃដែលដងយុនដែលជាអ្នកថ្មីថ្មោងខាងធ្វើម្ហូបទទួលបន្ទុកក្នុងផ្ទះបាយប៉ុស្តិ៍យាងកាំងនីមយុគសម័យងងឹតនៃរសជាតិម្ហូបអាហារក៏បានគ្របដណ្ដប់លើមូលដ្ឋានកងទ័ពទាំងមូលដងយុនពិតជាចង់ធ្វើឲ្យម្ហូបទាំងអស់នោះគឺល្អណាស់ប៉ុន្តែវាមិនមែនជារឿងងាយស្រួលឡើយនៅក្នុងជីវិតកងទ័ពដ៏ឃោរឃៅដែលគ្មាននរណាមកអង្គុយបង្រៀនគាត់នោះទេកំហឹងរបស់ពលទាហានចំពោះម្ហូបនៅក្នុងផ្ទះបាយបានផ្ទុះឡើងជាបន្តបន្ទាប់ប៉ុន្តែនេះគឺជាកងទ័ពគ្មាននរណាម្នាក់មានបំណងចង់ដូរចុងភៅចេញឡើយគ្រាន់តែដោយសារតែម្ហូបអន់នោះទេពេលវេលាកន្លងផុតទៅទីបំផុតដងយុនបានក្លាយទៅជាទាហានចាស់នៅថ្ងៃដែលគាត់ចិត្តបានរំសាយចេញដោយសារតែនៅក្នុងកងទ័ពគ្មាននរណាហ៊ានរអ៊ូរទាំឬប្តឹងផ្ដល់រឿងធ្វើម្ហូបអាហារជាមួយនឹងទាហានចាស់លំដាប់ព្រឹទ្ធបាលទោឡើយដែលចិត្តចេញនោះទេទើបគាត់នៅតែបន្តធ្វើអាហារ3ពេលក្នុងមួយថ្ងៃតាមទទួលនាទីនិងកាតព្វកិច្ចធម្មតាគណៈពេលដែលគាត់កំពុងតែរស់នៅឆ្លងកាត់ពីមួយថ្ងៃអស់នីមួយៗការដើរតាមរបៀបស្លឹកឈើឈូសធ្វើឲ្យគាត់គ្មានសុវត្ថិភាពបំផុតគាត់អង្គុយរាប់ថ្ងៃថយក្រោយដើម្បីបានទៅផ្ទះគាត់បែរជាត្រូវជួបជាមួយនឹងទាហានថ្មីចំណូលថ្មីចម្លែកម្នាក់ដែលមានឈ្មោះថាខាងសុងជេចាប់តាំងពីថ្ងៃនោះមកជីវិតក្នុងកងទ័ពដែលសេសសល់របស់ដងយុនមើលទៅហាក់ដូចជាមិនអាចបញ្ចប់បានដោយរលូននិងមានសេចក្តីសុខបានងាយស្រួលឡើយយួនខ្ជុងក៏ដណ្ដើរតួជាផាក់ជេយ៉ុងគាត់គឺជាមន្ត្រីគ្រប់គ្រងរដ្ឋបាលប្រចាំកងអនុសេនាធំទី4ផ្អែកលើសម្ដីពួតរបស់គាត់ផ្ទាល់ខ្លួនគាត់គឺជាមេធំដ៏ល្បីម្នាក់នៅក្នុងតំបន់យូស៊ូប៉ុន្តែមិនដែលឃើញមានភស្តុតាងឬក៏វិក័យប័ត្រអ្វីមកបញ្ជាក់ឡើយប្រហែលដោយសារតែចរិតពីអតីតកាលរបស់គាត់ទើបធ្វើឲ្យគាត់ក្លាយទៅជាមនុស្សដែលមានប្រលឹងសេរីនិយមរស់នៅតាមចិត្តនិងទោះបីស្ថិតនៅក្នុងជីវិតកងទ័ពដែលតឹងតែងកម្រិតណាក៏ដោយគណៈពេលដែលមិត្តភ័ក្តិរួមចំនួនរបស់គាត់បានឡើងឋានៈអស់ទៅហើយគាត់បែរជាត្រូវជាប់គាំងត្រឹមឋានៈដដែលដោយសារតែធ្លាក់ឈ្មោះក្នុងការប្រឡងឡើងបុណ្យស័ក្តិជានិច្ចទោះជាយ៉ាងណាក៏ដោយគាត់គឺជាអ្នកជំនាញជើងចាស់ម្នាក់ដែលតែងតែប្រើប្រាស់វិធីសាស្ត្រផ្ទាល់ខ្លួនប្លែកៗដើម្បីការពារនិងដោះស្រាយបញ្ហានៅក្នុងប៉ុស្តិ៍កាំងនីមរាល់ពេលដែលរឿងរ៉ាវឬក៏មានគ្រោះថ្នាក់អ្វីដែលកើតឡើងដោយសារតែចរិតរឹងរូសនិងជាជើងចាស់នៅក្នុងជួរកងទ័ពគាត់តែងតែទាស់ពាក្យសម្ដីគ្នាជាញឹកញាប់ជាមួយនឹងអនុសេនីយ៍អាយវ៉ាងសុកហូដែលជាមេបញ្ជាការវ័យក្មេងឆ្ងាយពីគាត់ចាប់តាំងពីពលទាហានតូខាងស៊ុងជេបានឈានចូលទៅក្នុងផ្ទះបាយកងទ័ពមករឿងរ៉ាវវឹកវរនិងគ្រោះថ្នាក់ប្លែកៗមិនចេះចប់មិនចេះហើយបានកាត់ឡើងជាបន្តបន្ទាប់ហេតុការណ៍ទាំងនោះបានធ្វើឲ្យលោកជើងចាស់ជេយ៉ុងបានចាប់ផ្ដើមបារម្ភព្រួយចិត្តនិងមិនអាចដកខ្សែភ្នែកចេញតាមដានខាងស៊ុងជេបានឡើយហាំដងហេក៏ដណ្ដើរតួជាឆូយេរីមនាងគឺជាអតីតនិស្សិតទាហានបម្រុងវគ្គហ្វឹកហាត់ទាហានបម្រុងមកពីសាកលវិទ្យាល័យនារីមួយនៅក្នុងស្ថានភាពខ្សែបណ្ដាញអតីតនិស្សិតវិទ្យាស្ថានយោធាកូរ៉េដែលត្រូវបានគេចាត់ទុកថាគឺជាក្រុមវីរៈជននៃកងទ័ពជើងគោកដែលកំពុងតែទាញខ្សែខ្នងនិងជួយជ្រោមជ្រែងគ្នានោះការដែលនាងមកពីវគ្គហ្វឹកហាត់ទាហានបម្រុងហើយថែមទាំងមកពីសាលាសាកលវិទ្យាល័យនារីទៀតនោះគឺមិនខុសអ្វីជាកូនអាក្រក់ដែលគេត្រូវរើសអើងឡើយទោះបីជាថ្នាក់លើតែងតែអួតអាងថាចង់បានបរិយាកាសយោធាជឿនលឿនយ៉ាងណាក៏ដោយប៉ុន្តែនៅក្នុងអង្គភាពកងទ័ពដែលមានវិន័យរឹងកំព្រឹសអ្វីដែលយេរីនអាចធ្វើបានគឺមានតែស្ដាប់បង្គាប់និងធ្វើតាមបញ្ជាដោយគ្មានលក្ខខណ្ឌជាមួយនឹងពាក្យថាបាទឬក៏ចាតាមបញ្ជារបស់មេរបស់គាត់ឡើយតាមពិតទៅការដែលយេរីនដាក់ពាក្យចូលរៀនវគ្គវឹកវើទាហានបម្រុងមិនមែនដោយសារតែមានចិត្តចង់បម្រើមាតុភូមិខ្លាំងក្លាអីនោះទេប៉ុន្តែដោយសារតែអាចជួយឲ្យនាងអាចរកប្រាក់បង់ថ្លៃសាលានិងផ្ដល់ផលចំណេញក្នុងការរកការងារនាពេលអនាគតរបស់គាត់នៅពេលដែលជីវិតនៅក្នុងកងទ័ពបានកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃអារម្មណ៍ដែលថាកន្លែងនោះមិនមែនជាកន្លែងរបស់នាងកាន់តែរីកធំឡើងទោះបីជានាងខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយដើម្បីកុំឲ្យពួកពលទាហានមើលងាយអ្វីដែលនាងទទួលបានមកវិញគឺបែរជាការសើចចំអកតែធ្វើឲ្យនាងខ្លាចទៅជាមនុស្សដែលឆាប់ខឹងនិងមួម៉ៅខ្លាំងការដែលឃើញពួកទាហានធ្វើសកម្មភាពដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនជាជាងការការពារជាតិធ្វើឲ្យយេរីនសួរខ្លួនឯងមិនក្រោម100ដងទេថាតើផ្លូវដើរដ៏ត្រឹមត្រូវរបស់នាងគឺបែបម៉េចមនុស្សតែម្នាក់គត់ដែល
ដែលយាយរៀនអាចគោរពនិងដើរតាមគន្លងគឺវីរៈសេនីយ៍ត្រីអ៊ីមសុងប៊ិនដែលគាត់គឺជាទាហានដែលពោរពេញទៅដោយការបដិញ្ញាចិត្តជានិច្ចសុងប៊ិនគឺជាមនុស្សម្នាក់ដែលប្រឈមមុខនឹងបញ្ហាផ្ទាល់ខ្លួននិងធ្វើចលនាយ៉ាងសកម្មដើម្បីដោះស្រាយរាល់រឿងរ៉ាវនានាដែលផ្អែកលើសុភវិនិច្ឆ័យនិងយុត្តិធម៌ជាសកលប៉ុន្តែនៅពេលដែលគ្មានវត្តមានរបស់លោកវីរៈសេនីយ៍អាចអ៊ីមជីវិតនៅក្នុងកងទ័ពក៏បានត្រឡប់ទៅកន្លែងដែលរឿងខុសឆ្គងខ្លាចទៅជារឿងធម្មតាម្ដងទៀតយេរិនដឹងច្បាស់ជាងអ្នកណាទាំងអស់អំពីអត្តន័យពិតនៅពីក្រោយត្រូវបានគេបញ្ជូនឲ្យមកប្រចាំការនៅប៉ុស្តិ៍កាំងនីមវាជាសម្ពាធអរូបីមួយដែលបង្គាប់ឲ្យនាងគ្រាន់តែសម្ងំសម្រាប់ពេលវេលានៅក្នុងកន្លែងដែលគេហៅថាជាតំបន់ដែលនិរទេសខ្លួនដើម្បីរងចាំថ្ងៃដាច់ណាត់ចេញពីកងទ័ពដោយស្ងៀមស្ងាត់នៅកាំងនីមហុំព័ទ្ធទៅដោយភ្នំនិងសមុទ្រគ្រប់ទិសទីយេរីមបានចំណាយពេលឆ្លងកាត់ពីមួយថ្ងៃទៅមួយថ្ងៃដែលគ្មានប្រលឹងក្នុងខ្លួនទាល់តែសោះនៅក្នុងស្ថានភាពដ៏គួរឲ្យធុញទ្រាន់នោះនាងបានជួបជាមួយនឹងទាហានចំណូលថ្មីម្នាក់ដែលមានឈ្មោះថាខាងសុងជេដែលមើលទៅហាក់ដូចជាមានលក្ខណៈចម្លែកបន្តិចការដំបូងយេរីនមិនអាចទប់ចិត្តនឹងមិនឲ្យមើលសុងជេប៉ុន្តែមើលទៅដូចជាមានការព្រួយបារម្ភនិងភ័យអន្ទះសារដោយខ្សែភ្នែកមិនពេញចិត្តនោះឡើយទោះជាយ៉ាងណាក៏ដោយមិនយូរប៉ុន្មានក្រោយមកតាមរយៈការសង្កេតមើលសុងជេដោះស្រាយរាល់បញ្ហាក្នុងកងទ័ពដោយរលូនហាក់បីដូចជាគាត់ដឹងចម្លើយនៃជីវិតយោធាទាំងអស់ដែលធ្វើឲ្យយេរីនចាប់ផ្ដើមជឿជាក់លើសុងជេមានធម៌ពលពិសេសដែលអាចផ្លាស់ប្ដូរអង្គភាពយោធាមួយនេះរួមទាំងប៉ុស្តិ៍កាំងនីមទាំងមូលផងដែរទោះបីជាស្ថិតនៅក្នុងចំកណ្ដាលនៃការរិះគន់ពីមនុស្សជុំវិញខ្លួនដែលតែងតែចង្អុលមុខនិងនិយាយថានាងមិនអាចផ្លាស់ប្ដូរអ្វីបានក៏ដោយក៏យេរីនបានសម្រេចចិត្តចាប់ដៃជាមួយនឹងសុងជេដើម្បីនាំមកនូវក្តីត្រឹមត្រូវនិងរឿងរ៉ាវដែលធ្លាប់ត្រូវបានគេមើលងាយឲ្យត្រឡប់មកកាន់កន្លែងដើមវិញយ៉ាងយុត្តិធម៌លីសាំងយីក៏ដដាតួជាវ៉ាងស៊ុកហូទោះបីជាគាត់តែងតែប្រឡងជាប់បានតារាងជានិច្ចការពីគាត់រៀនប៉ុន្តែគាត់មានសមត្ថភាពពិសេសម្យ៉ាងគឺភាពរឹងរូសមុខក្រាស់និងការទ្រាំរួសដោយគ្មានខ្វល់ពីខ្សែភ្នែកអ្នកដទៃទៅធ្វើឲ្យគាត់អាចក្រញាំក្រញ៉ៅរហូតបានទទួលបានឋានៈស័ក្តិជានាយកទាហាននឹងគេចាប់តាំងពីសម័យដែលទាហានថ្នាក់អនុសេនីយ៍ត្រីមកគាត់ត្រូវបានបង្កើតរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើនដូចជាការប្រើពាក្យសម្ដីអសុរោះដាក់ពួកប្រតិបាលទោលដែលធ្វើឲ្យគាត់ក្លាយជាវីរៈបុរសនៅក្នុងន័យអវិជ្ជមានឬជាមនុស្សដែលត្រូវបានគ្រប់គ្នាស្អប់គំនុំនិងអារម្មណ៍ចង់យកឈ្នះគាត់ត្រូវបានកាត់ឡើងចំពោះមិត្តរួមចំនួនម្នាក់ដែលមានឈ្មោះថាលីមីនគូចាប់តាំងពីថ្ងៃដែលគាត់ត្រូវបានរងភាពអាម៉ាស់យ៉ាងធ្ងន់ធ្ងរនៅចំពោះមុខនិស្សិតយោធាស្រីម្នាក់នៅពេលដែលគាត់លួចស្រឡាញ់ការពីនៅក្នុងវិទ្យាល័យយោធាមើលទៅខាងក្រៅដូចជាគ្មានបានការប៉ុន្តែសុខហូមានអំនួតនិងមានមោទនភាពចំពោះខ្លួនឯងខ្លាំងរហូតដល់ថ្នាក់ជួនកាលក៏និយាយស្ដីមកស្ដាប់ទៅដូចជាមនុស្សដែលត្រូវបានអ្វីមួយចូលសន្ធិដ្ឋអញ្ចឹងសូម្បីតែនៅក្នុងជីវិតនេះគាត់មិនដែលជិះយន្តហោះទៅណាឆ្ងាយក្រៅពីទៅលេងកោះជាជូរក៏ដោយក៏គាត់តែងតែធ្វើរឹកពាដូចជាអ្នកជំនួញខាងម្ហូបអាហារលំដាប់ពិភពលោកដែលធ្វើដំណើរស្គាល់រសជាតិគ្រប់ទីកន្លែងគ្រប់ច្រកល្ហប់ជុំវិញផែនដីគាត់មើលងាយអាហារដែលធ្វើឡើងដោយដៃដែលហ៊ានថ្មីៗនៅក្នុងផ្ទះបាយយ៉ាងខ្លាំងនិងបានដាក់ចេញនៅស្តង់ដារដ៏តឹងតែងបំផុតហើយគាត់មិនខ្វល់ឡើយក្នុងការកិនកូនចៅឲ្យធ្លាក់ដល់បានរហូតទាល់តែគាត់ទទួលបានអ្វីមួយដែលគាត់ចង់បានទោះជាយ៉ាងណាក្តីដោយសារតែស្រមោលអតីតកាលដ៏អាក្រក់នឹងការចងចាំរឿងរ៉ាវមិនល្អពីមុនគាត់មានការភ័យខ្លាចយ៉ាងខ្លាំងក្លាខ្លាចមានគ្រោះថ្នាក់រឿងអាស្រូវណាមួយដែលកើតឡើងនៅក្នុងអង្គភាពរបស់គាត់ហើយនឹងប៉ះពាល់ទៅដល់កៅអីនិងបុណ្យស័ក្តិរបស់គាត់ហេតុផលនេះហើយគាត់តែងតែព្យាយាមទប់ស្កាត់និងបំបិទរឿងរ៉ាវទាំងឡាយមុនពេលដែលវាផ្ទុះឡើងក្លាយទៅជារឿងធំខាងហាខ្យងក៏ដដាលជួជាគឹមវ៉ាងឈុលគាត់គឺជាអ្នកមានអំណាចពិតប្រាកដឬក៏ជាអ្នកលេងលាក់មុខនៅពីក្រោយប៉ុស្តិ៍កាងនីមនិងជាមេគ្រប់គ្រងបន្ទាយស្នាក់ការទី2ចរិតរបស់គាត់សាមញ្ញណាស់កាលណាមានរឿងអីដែលទើសភ្នែកគាត់ឬមិនសមចិត្តគាត់កំដាប់ដៃរបស់គាត់នឹងហោះចេញទៅមុនពាក្យសម្ដីទោះជាយ៉ាងណាក៏ដោយមើលពីខាងក្រៅទៅកាយសាហាវនឹងការប្រើអំពើហិង្សាបែបនេះប៉ុន្តែការពិតទៅគាត់គឺជាមនុស្សម្នាក់ដែលឯកោនិងស្រេចឃ្លានការរាប់អានឬការផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួនខ្លាំងគាត់គឺជាប្រភេទមនុស្សចរិតមុតរឹងនិងចិត្តទន់គាត់ស្អប់បំផុតអ្នកណាដែលមកបំពេញឬក៏រំខានពេលវេលាជក់បារីរំលាយអាហាររបស់គាត់បន្ទាប់ពីបាយរួចគាត់តែងតែធ្វើរឹកពីការឆ្នះនិងរឹងរូសខាងក្រៅដើម្បីឲ្យគ្រប់គ្រងគ្រប់គ្នាប៉ុន្តែចាប់តាំងពីពោះតាហ៊ានថ្មីខាងសុងជេបានឈានចូលមកបញ្ហាស្អុយរលួយនិងរឿងរ៉ាវសង្ងាត់សង្ងាត់ជាច្រើននៅក្នុងប៉ុស្តិ៍កាងនេះមិនត្រូវបានលាតត្រដាងកកាយឡើងម្ដងមួយការប្រែប្រួលនិងភាពវឹកវរដែលមិនអាចគ្រប់គ្រងបានទាំងនោះធ្វើឲ្យអត្តពលរបស់គាត់ចាប់ផ្ដើមរង្គោះរង្គើដែលជាហេតុនាំឲ្យភាពមិនពេញចិត្តនិងកំហឹងរបស់ខ្វាងឈុលកាន់តែកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃព្រោះអ្វីៗលែងដើរតាមខ្សែបន្ទាត់របស់គាត់ទៀតហើយ
លឹមជីហូក៏ដដាតួជាតាក់មុនអ៊ីលគាត់គឺជាទាហានផ្នែករដ្ឋបាលប្រចាំប៉ុស្តិ៍កាំងនីមការដែលអង្គុយធ្វើការក្នុងការិយាល័យរដ្ឋបាលរាល់ថ្ងៃបានផ្ដល់ឱកាសឲ្យគាត់បានក្តោបក្តាប់នឹងរាល់ពាក្យចចាមអារាមនិងព័ត៌មានលេចឡើងផ្សេងៗបានលឿនរហ័សជាងគេបំផុតរហូតត្រូវបានគ្រប់គ្នាប្រសិទ្ធនាមថាគឺជាប្រភពព័ត៌មានចម្បងប្រចាំប៉ុស្តិ៍យាមកាំងនីមនៅក្នុងនាមជាមនុស្សដែលមានកម្រិតវប្បធម៌និងការអប់រំខ្ពស់ជាងគេបង្អស់នៅក្នុងប៉ុស្តិ៍យាមនេះគាត់បែរជាត្រូវធ្លាក់ចូលក្នុងវគ្គដ៏កំសត់និងឃោរឃៅមួយទោះបីជាគាត់ធ្វើការអ្វីមួយបានល្អខ្លាំងឬក៏ខុសឆ្គងរញ៉េរញ៉ៃកម្រិតណាក៏ដោយក៏គ្រប់គ្នាតែងតែទម្លាក់កំហុសនិងយកប្រវត្តិការសិក្សារបស់គាត់មកនិយាយថ្មេះដៀលជានិច្ចការឈានជើងចូលក្នុងជីវិតកងទ័ពបានធ្វើឲ្យគាត់មានអារម្មណ៍ថាជំនឿចិត្តនិងភាពស្មោះត្រង់លើមនុស្សជាតិរបស់គាត់កំពុងតែរលាយបាត់បង់ទៅបន្តិចម្ដងព្រោះតែគាត់ត្រូវបានគេមើលឃើញជាក់ស្ដែងនៅផ្នែកថាគឺជាមនុស្សដែលមានចរិតលក្ខណៈគ្មានហេតុផលនិងពុករលួយបែបនេះគាត់ពិតជារស់នៅលើโลกនេះមែនទោះជាយ៉ាងណាក៏ដោយគាត់តែងតែសម្របខ្លួនទៅនឹងជីវិតយោធាដ៏តឹងតែងមួយនេះបានយ៉ាងល្អដោយសារតែការចេះស្វែងរកសេចក្តីសុខនិងភាពរីករាយតូចៗប្រចាំកាយដើម្បីកំដរអារម្មណ៍កាងជុនក៏ដដាលតួជា Kyu Cho San Wook គាត់គឺជាទាហានផ្នែកគ្រប់គ្រងប្រចាំប៉ុស្តិ៍កាំងនីមគាត់មានអត្តចរិតរួសរាយរហ័សរហួននិងពូកែបង្កើតទំនាក់ទំនងដោយសារតែវោហារស័ព្ទផ្អែមល្ហែមចេះនិយាយចាក់ទឹកមិនលិចនិងដឹងចិត្តថ្នាក់លើថ្នាក់ក្រោមទើបធ្វើឲ្យគាត់បានក្លាយទៅជាមនុស្សម្នាក់ដែលមានប្រជាប្រិយភាពនិងត្រូវបានគ្រប់គ្នាស្រឡាញ់ចូលចិត្តយ៉ាងខ្លាំងនៅក្នុងបន្ទាយប៉ុន្តែជួនកាលគាត់ចូលចិត្តនិយាយបំភ្លើសសាច់រឿងខ្លាំងហួសហេតុពេករហូតដល់ថ្នាក់គ្មាននរណាម្នាក់ដឹងថារឿងដែលចេញពីមាត់គាត់មួយណាជារឿងពិតហើយមួយណាជារឿងដែលប្រកែប្រឌិតបង្កើតឡើងនោះឡើយគាត់តែងតែដើរអួតប្រាប់គ្រប់គ្នាថាមុនពេលដែលគាត់ចូលបម្រើកងទ័ពគាត់ធ្លាប់ធ្វើការក្នុងក្រុមហ៊ុនទូទាត់មនាគមន៍លំដាប់ធំមួយនៅខាងក្រៅប្រទេសប៉ុន្តែរឿងរ៉ាវដ៏ឡូយឆាយរបស់គាត់ត្រូវបានបាត់បង់ភាពជឿជាក់ទាំងស្រុងបន្ទាប់ពីគ្រប់គ្នាបានដឹងការពិតថាតាមពិតទៅគាត់គ្រាន់តែជាអ្នកលួចទូរស័ព្ទតាមតូបម្នាក់ប៉ុណ្ណោះដោយសារតែគាត់បានឈានជើងចូលក្នុងប្រឡូកសង្គមខាងក្រៅតាំងពីក្មេងគាត់មានបទពិសោធន៍ជីវិតស៊ីវិល័យលឿនដែលធ្វើឲ្យគាត់មានភាពឆ្លាតវៃយល់ដឹងពីចិត្តសាស្ត្រមនុស្សនិងសភាវគតិរហ័សរហួនខ្លាំងណាស់គាត់ដឹងច្បាស់ដូចជាបាតដៃថាត្រូវធ្វើខ្លួនបែបណាដើម្បីឲ្យខ្សែខាងណាឬក៏ត្រូវអែបអបអ្នកណាដើម្បីឲ្យជីវិតយោធាប្រចាំថ្ងៃរបស់គាត់ឆ្លងកាត់ទៅដោយភាពរលូននិងមានក្តីសុខបំផុតតាមដែលអាចធ្វើទៅបានលីសាំងជុនក៏ដដាលតួជាឆាសុងវូទោះបីជាខ្លួនទើបតែជានិស្សិតបញ្ចប់ការសិក្សានិងជាមនុស្សថ្មីថ្មោងដែលទើបតែឈានជើងចូលក្នុងពិភពការងារយោធាក៏ដោយក៏គាត់តែងតែរវល់ធ្វើរឹកពីរឹងរស់មើងម៉ាត់និងសម្ដីធ្វើជាមនុស្សខ្លាំងនៅចំពោះមុខពួកពលទាហានជានិច្ចដើម្បីកុំឲ្យកូនចៅមើលងាយថាខ្លួនគ្មានបទពិសោធន៍ទោះជាយ៉ាងណាក៏ដោយចំណុចដែលគួរឲ្យអស់សំណើចនិងគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺទោះបីជាគាត់ចូលចិត្តរអ៊ូរទាំត្អូញត្អែនិងសម្ដីកាយវិការមិនពេញចិត្តដាក់ហាក់ជេយ៉ុងដែលជាមេចាស់ដែលគ្រប់គ្នានៅក្នុងបន្ទាយតែងតែដើរកិច្ចនិងមិនចង់ក្បែរយ៉ាងណាក៏ដោយប៉ុន្តែនៅទីបំផុតគាត់បែរជាដេកផ្ដួលខ្លាចទៅជាមិត្តទឹកបដូរនិស្ស័យដៃគូផឹកស្រាតែម្នាក់គត់របស់ទាហានជើងចាស់ជេយ៉ុងទៅវិញចុងវុនអ៊ីនក៏ដដាលតួជាបែកជុនអ៊ីកគាត់គឺជាមនុស្សដែលចូលចិត្តអង្គុយស្ដាប់រាល់ទុកកង្វល់និងរឿងរ៉ាវត្អូញត្អែរបស់ពួកពលទាហានយ៉ាងយកចិត្តទុកដាក់បំផុតហើយគាត់តែងតែមានជំនឿចិត្តលើខ្លួនឯងយ៉ាងមុតមាំថាខ្លួនគាត់ផ្ទាល់កំពុងតែខិតខំធ្វើការដើម្បីផលប្រយោជន៍របស់កូនចៅជាងអ្នកណាទាំងអស់ការគិតបែបនេះវាមិនខុសអ្វីទាំងស្រុងប៉ុន្តែការពិតដ៏ជូរចត់នោះថារាល់ពេលដែលលោកវរៈសេនីយ៍ឯកបែកជុនអ៊ីលមើលមាត់និយាយស្ដីសរសើរឬក៏ផ្ដល់មតិយោបល់តែមួយពួកពលទាហានថ្នាក់ក្រោមទាំងអស់ត្រូវតែវល់បោះសក់រត់ធ្វើការងារឡើងចង់ដាច់ខ្យល់ដើម្បីបំពេញតម្រូវចិត្តរបស់គាត់រាល់ពេលដែលគាត់មិនដែលខ្វល់ខ្វាយឬចំណាយពេលគិតទាល់តែសោះមានមនុស្សប៉ុន្មានអ្នកដែលត្រូវរងសម្ពាធនិងនឿយហត់ខ្លាំងរហូតសឹងតែធ្លាក់ខ្លួនឈឺរាល់ពេលដែលគាត់មានចលនាឬក៏បង្កើតសមិទ្ធផលថ្មីម្ដងទើបធ្វើឲ្យពាក្យបណ្ដឹងនឹងការរអ៊ូរទាំពីសំណាក់ពួកពលទាហានវ័យក្មេងចាក់ស្រោចមកលើរូបគាត់ដូចជាទឹកបាក់ទំនប់ទោះជាយ៉ាងណាក្តីដោយសារតែរូបភាពខាងក្រៅមើលទៅល្អឥតខ្ចោះគាត់គឺជាមនុស្សម្នាក់ដែលត្រូវបានគេរំពឹងថានឹងអាចឡើងកាន់តំណែងជាផ្កាយក្នុងភាគរយខ្ពស់បំផុតពួកនាយទាហានថ្នាក់ក្រោមដែលមានមហិច្ឆតានិងការយកចិត្តទុកដាក់ខ្លាំងបំផុតក្នុងការឡើងបុណ្យស័ក្តិតែងតែព្យាយាមមកអែបអបបញ្ចូលលើកជើងវណ្ណៈស្រីឯក Baek Chun It គ្រប់ពេលវេលាដោយសង្ឃឹមថានឹងបេះបានកំទេចនំខ្លះៗពីផលប្រយោជន៍របស់គាត់ជាក់ជាមិនខានទោះជាយ៉ាងណាក៏ដោយអ្វីដែលពួកទាហានទាំងនោះមិនបានដឹងពីការពិតដែលលោកមេធំគឺជាអ្នកដែលក្តោបក្តាប់និងបោសសម្អាតផលប្រយោជន៍ធំៗដាក់នៅក្នុងកប៉ាល់ផ្ទាល់ខ្លួនយ៉ាងស្ងៀមស្ងាត់តែម្នាក់ឯង
ហាមីនក៏ដដាតួជាលីមីនគូគាត់គឺជាប្រធានផ្នែកគាំទ្រនិងជាមនុស្សចំណិតដែលអាចលះបង់គ្រប់យ៉ាងដើម្បីការពារមេធំបែកចង្អៀតទោះបីជាលទ្ធផលនៃការប្រឡងបញ្ចប់ការសិក្សារបស់គាត់នៅវិទ្យាល័យយោធាកូរ៉េស្ថិតនៅក្នុងលំដាប់កំពូលក៏ដោយក៏គាត់នៅតែលុបលុននិងមានជំនឿចិត្តយ៉ាងមុតមមថាដើម្បីបានហក់ឡើងខ្ពស់ទៅកាន់តំណែងខ្ពស់ធំមនុស្សយើងអាចនឹងពឹងផ្អែកទៅលើសមត្ថភាពតែមួយមុខប៉ុណ្ណោះទេគឺដាច់ខាតត្រូវតែមានខ្សែបំដាញនិងខ្នងបង្អែកដ៏រឹងមាំគំនិតចង់បាននេះចង់បាននោះនឹងការរត់តាមអំណាចខុសពីធម្មតានេះគឺកើតចេញពីខ្សែភ្នែកមានសម្ពាធដ៏ជ្រៅមួយដែលដុះស្លែទៅក្នុងចិត្តរបស់គាត់តាំងពីសម័យកាលពីក្មេងមកម្ល៉េះកាលពីអតីតកាលគាត់បានឈរមើលការដួលរលំនិងភាពបរាជ័យយ៉ាងវេទនានៃជីវិតឪពុកម្ដាយរបស់គាត់ដែលធ្លាប់រស់នៅជាមួយគ្នាដោយស្មោះត្រង់និងមិនចេះស៊ីសំណូកសូប៉ាន់ប៉ុន្តែចុងក្រោយបែរជាគ្មានសេះសល់អ្វីសម្បីតែបន្តិចជាប់ខ្លួនចាប់តាំងពីថ្ងៃនោះមកគាត់បានបដិញ្ញាចិត្តនឹងរស់នៅជាមួយទស្សនៈមួយទោះបីជាត្រូវប្រើវិធីសាស្ត្របែបណាក៏ដោយល្បិចកលកម្រិតណាក៏ដោយក៏គាត់ត្រូវតែដណ្ដើមយកអ្វីដែលខ្លួនចង់ក្តោបក្តាប់ឲ្យទាស់តែបានលីសេហូក៏ដណ្ដើរតួជាអ៊ីមសុងប៊ិនកាលពីសម័យកាលគាត់នៅជានិស្សិតយោធានៅវិទ្យាល័យយោធាកូរ៉េគាត់គ្រាន់តែជាទាហានធម្មតាម្នាក់ដែលគ្មានចំណុចលេចធ្លោហើយគ្មានអ្នកណាចាប់អារម្មណ៍ឬក៏ចំណាំមុខគាត់បានឡើយប៉ុន្តែក្រោយពីជីវិតរបស់គាត់បានផ្លាស់ប្ដូរដោយសារតែមានសមត្ថភាពនិងស្នាដៃពិតប្រាកដបានរុញច្រានឲ្យគាត់ទទួលបានការដំឡើងឋានៈស័ក្តិជានាយនាយកថ្នាក់វរៈសេនីយ៍ត្រីទាំងនៅវ័យក្មេងរហូតទទួលឈ្មោះថាគឺជាបុគ្គលលេចធ្លោដែលមនុស្សគ្រប់គ្នានៅក្នុងកងទ័ពកំពុងតែតាមដានមើលយ៉ាងយកចិត្តទុកដាក់ទោះជាយ៉ាងណាក៏ដោយវីរៈសេនីយ៍ត្រីអ៊ីមសុងប៊ិនមិនដឹងខ្លួនឯងទាល់តែសោះនៅក្នុងពិភពយោធាដ៏ស្មុគស្មាញនេះកាលណាគាត់កាន់តែមានឈ្មោះបោះសម្លេងនិងល្បីល្បាញខ្លាំងប៉ុណ្ណានោះចំនួនសត្រូវដែលពោរពេញដោយភាពច្រណែនឈ្នានីសនឹងរងចាំកាច់ជើងគាត់នៅជុំវិញខ្លួនក៏នឹងកើនឡើងច្រើនទៅតាមនោះដែរភាពត្រង់ទៅត្រង់មកនឹងការមិនចេះរត់ខ្សែបណ្ដាញអែបអបដូចគេអាចនឹងធ្វើឲ្យគាត់ខ្លាចទៅជាផ្ទាំងស៊ីបដ៏ងាយស្រួលបំផុតចុងស៊ូយុងក៏ដណ្ដើរតួចុងមីនអាគាត់គឺជាមិត្តស្រីដែលធំធាត់នៅក្នុងភូមិជាមួយគ្នាជាមួយនឹងសុងជេចាប់តាំងពីសម័យកាលពីក្មេងប៉ុន្តែការប៉ັດទៅវារំលងហួសពេលយ៉ាងយូរមកហើយចាប់តាំងពីថ្ងៃដែលនាងបានចាប់ផ្ដើមលួចលាក់អារម្មណ៍ស្នេហាទៅកាន់សុងជេនាងមិនដែលហ៊ានហើបមាត់ឬក៏ចូលទៅក្បែរសុងជេឡើយក្នុងនាមជាគូស្នេហ៍ព្រោះដឹងច្បាស់ថាសម្រាប់សុងជេដែលកំពុងតែលិចលង់ក្នុងសម្ពាធយ៉ាងធ្ងន់ធ្ងរដោយសារតែបន្ទុកជីវិតដ៏លំបាកដូច្នេះហើយទើបនាងព្រមសុខចិត្តស្ថិតនៅក្នុងឋានៈត្រឹមជាមិត្តភក្តិជានិច្ចរាល់ពេលដែលសុងជេត្រូវប្រឈមមុខនឹងព្យុះភ្លៀងនិងការលំបាករាប់មិនអស់នៅក្នុងជីវិតគាត់តែងតែនៅក្បែរសុងជេយ៉ាងស្ងៀមស្ងាត់និងចាំផ្ដល់កម្លាំងចិត្តនិងជួយលួងលោមគាត់គ្រប់ពេលវេលាទោះជាយ៉ាងណាក៏ដោយក្តីខឹងអន់ចិត្តនិងការអន់សពុនចិត្តរបស់នាងទៅលើសុងជេកំពុងតែដុះដាលធំឡើងពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែគេបានសម្រេចចិត្តបោះជំហានចូលបម្រើកងទ័ពយ៉ាងតក់ក្រហល់ដោយមិនបានសំបីហើបមាត់ប្រាប់គាត់ឬក៏លាមួយម៉ាត់សោះតែសោះប៉ុន្តែព្រះហាក់បីដូចជាលេងសើចនឹងព្រំលិខិតនៅក្នុងអំឡុងពេលដែលនាងកំពុងតែធ្វើការជាអ្នកយកប៉ុស្តិ៍រមៀនកម្មសិក្សាឲ្យស្ថានីយទូរទស្សន៍កងទ័ពមុនពេលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យគាត់បែរជាធ្វើដំណើរមកជួបជុំគ្នាជាមួយនឹងសុងជេម្ដងទៀតនៅបន្ទាយយោធាដោយនឹកស្មានមិនដល់សយចុងយុនគាត់ដណ្ដើរតួជាកុងស៊ូយុនគាត់គឺជាម្ដាយរបស់ខាងសុងជេការពីអតីតកាលនាងបានស្រឡាញ់និងជួបនឹងរៀបការជាមួយនឹងស្វាមីរបស់គាត់ដែលមានសុបិនចង់បើកភោជនីយដ្ឋានលំដាប់ខ្ពស់មួយបន្ទាប់ពីបានមានកូនប្រុសសុងជេមកគ្រួសារទាំង3បានរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលនិងពោរពេញទៅដោយស្នាមញញឹមទោះបីជាស្ថិតនៅក្នុងស្ថានភាពគ្រួសារមិនសូវមានទ្រព្យសម្បត្តិធូរធារដូចគេក៏ដោយទោះជាយ៉ាងណាក៏ដោយក្រោយពេលដែលស្វាមីរបស់នាងបានលាចាកលោកទៅដោយគ្រោះថ្នាក់ដ៏កំសត់មួយនាងត្រូវបានបង្ខំចិត្តក្រោកឈរធ្វើជាមេគ្រួសារនិងចាប់ផ្ដើមបើកអាជីវកម្មបើកឡានលក់អាហារចល័តមួយដើម្បីបន្តការដោះស្រាយជីវភាពនៃការរស់នៅប៉ុន្តែសេចក្តីព្យាយាមតែមួយមុខមិនគ្រប់គ្រាន់ឡើយដោយសារតែថ្វីដៃរបស់គាត់មានការធ្វើម្ហូបនៅមានកម្រិតរួមផ្សំនឹងការខ្វះខាតជំនាញក្នុងការគ្រប់គ្រងនិងរៀបចំយុទ្ធសាស្ត្រលក់ដូរផងធ្វើឲ្យឡានលក់អាហាររបស់គាត់ស្ថិតក្នុងភាពស្ងាត់ស្រងំគួរឲ្យអាសូរជំនួសឲ្យអតិថិជនឈរតម្រង់ជួរទិញបែរជាវងរុយរោមហោះហើរច្រើនជាងភ្ញៀវទៅវិញស្ថានភាពបច្ចុប្បន្នបានរុញច្រានជីវិតនិងអនាគតខាងផ្លូវសេដ្ឋកិច្ចរបស់គាត់ឲ្យធ្លាក់ចូលក្នុងភាពងងឹតស្លុបនិងប្រឈមមុខនឹងភាពមិនច្បាស់លាស់យ៉ាងខ្លាំងឆយដងមុនគាត់ដណ្ដើរតួជាខាងអ៊ីនយ៉ុងគាត់គឺជាឪពុករបស់ខាងសុងជេនៅក្នុងសម័យកាលដែលគាត់នៅបម្រើកងទ័ពគាត់ត្រូវបានគេចាប់តាំងឲ្យធ្វើជាទាហានចុងភៅហើយវានៅពេលនោះឯងដែលគាត់បានរកឃើញពីភាពចៃដន្យនិងក្តីស្រឡាញ់និងការចូលចិត្តយ៉ាងខ្លាំងក្លានៅក្នុងវិស័យធ្វើម្ហូបបន្ទាប់ពីបានរំសាយចេញពីជួរកងទ័ពគាត់មិនបានបោះបង់ក្តីស្រឡាញ់នោះទេគាត់បានចំណាយពេលយ៉ាងច្រើនក្នុងការធ្វើដំណើរកម្សាន្តទៅកាន់ភោជនីយដ្ឋានល្បីៗជាច្រើនដើម្បីដកខាត់សិក្សាស្វែងយល់និងអភិវឌ្ឍសមត្ថភាពផ្ទាល់
ខ្លួនរហូតទទួលបានការទទួលស្គាល់និងការកោតសរសើរពីមនុស្សជុំវិញខ្លួនចំពោះទេពកោសល្យខាងធ្វើម្ហូបដ៏ឆ្នើមរបស់គាត់ទោះបីជាគាត់បានប្រឹងប្រែងចាប់ផ្ដើមបើកអាជីវកម្មផ្ទាល់ខ្លួនទាំងលំបាកលំបិននិងពោរពេញដោយក្តីសង្ឃឹមបានលាក់ទុកនៅសុបិនដ៏ធំមួយគឺការបើកភោជនីយដ្ឋានលំដាប់ខ្ពស់និងមានផាសុកភាពមួយយ៉ាងណាក៏ដោយការពិតនៃជីវិតជាក់ស្ដែងមិនមែនជាផ្លូវរស់រាយដូចជាផ្កាកុលាបឡើយការដណ្ដើមយកបេះដូងភាពល្បីល្បាញនិងការទទួលក្តីស្រឡាញ់គាំទ្រពីសំណាក់មនុស្សម្នាជាច្រើនវាមិនមែនជារឿងងាយឡើយនៅក្នុងពិភពជំនួញមានការប្រកួតប្រជែងគ្នាយ៉ាងឃោរឃៅទោះបីជាគាត់មានចំណេះដឹងនិងបាតដៃធ្វើម្ហូបឆ្ងាញ់ក៏ដោយការតាក់ទាញភ្ញៀវទេសចរឲ្យមកគាំទ្រនៅតែជាឧបសគ្គដ៏ធំមួយសម្រាប់គាត់ជូយូហាក៏ដដាលតួជាខាងអ៊ុនចេគាត់គឺជាប្អូនស្រីបង្កើតរបស់ខាងស៊ុងចេហើយបច្ចុប្បន្នបំរុងនឹងឡើងថ្នាក់ទី12ទៅហើយចាប់តាំងពីបងប្រុសរបស់នាងបានសម្រេចចិត្តលាឆាកជីវិតស៊ីវិល័យចូលទៅបម្រើកងទ័ពមកនាងបានសម្រេចចិត្តធ្វើការលួចលាក់និងការដើរតាមការងារក្រៅម៉ោងបន្ទាប់ពីចេញពីសាលាដើម្បីរកប្រាក់ចំណូលមកជួយទ្រទ្រង់និងសម្រាលបន្ទុកសេដ្ឋកិច្ចក្នុងគ្រួសារជំនួសឲ្យបងប្រុសរបស់គាត់មើលពីខាងក្រៅទៅទំនាក់ទំនងរបស់នាងនិងស៊ុងចេហាក់បីដូចជាគូចំនួននិងមិនត្រូវរើគ្នាចូលចិត្តរអ៊ូរទាំនិងឌឺដងគ្នាទៅវិញទៅមកដូចជាបងប្អូនបង្កើតទូទៅក្នុងសង្គមអញ្ចឹងទោះជាយ៉ាងណាក៏ដោយនោះគ្រាន់តែជាសម្បកក្រៅដែលនាងសម្ដែងដើម្បីបាត់បង់អារម្មណ៍តែប៉ុណ្ណោះនៅក្នុងជម្រៅចិត្តរបស់នាងនាងតែងតែមានអារម្មណ៍ក្តុកក្តួលអាណិតនិងដឹងគុណចំពោះបងប្រុសរបស់នាងជានិច្ចនាងដឹងច្បាស់ថាស៊ុងចេបានលះបង់ក្តីសុខផ្ទាល់ខ្លួននិងរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីបន្ទុកជីវិតដើម្បីចិញ្ចឹមនាងនិងម្ដាយកន្លងមកហើយការដែលសម្រេចចិត្តចូលកងទ័ពភ្លាមៗក៏ប្រហែលជាការកាត់បន្ថយការចំណាយក្នុងផ្ទះផងដែរអ្នកគាំទ្រជាច្រើនកំពុងតែរំពឹងថារឿងនេះក្លាយទៅជារឿងដ៏ថ្មីមួយសំខាន់បំផុតក្នុងអាជីពសម្ដែងរបស់ផាក់ជីហ៊ុនបន្ទាប់ពីគាត់ទទួលបានការកោតសរសើរយ៉ាងខ្លាំងតាមរយៈរឿងផ្សេងៗជាច្រើនតួខាងស៊ុងជេវាមិនមែនជាតួហេរ៉ូដ៏ល្អឥតខ្ចោះទេគាត់ខ្សោយស្គមនិងមិនទុកចិត្តខ្លួនឯងហើយពេលខ្លះមើលទៅដូចជាមនុស្សដែលបោះបង់ជីវិតទៅហើយប៉ុន្តែចំណុចដែលធ្វើឲ្យអ្នកទស្សនាចង់មើលគាត់គឺជាការលូតលាស់របស់តួអង្គនិងការសម្ដែងរបស់គាត់ពីទាហានធម្មតាម្នាក់បានក្លាយទៅជាមនុស្សដែលបានផ្លាស់ប្ដូរអារម្មណ៍និងជីវិតអ្នកដទៃតាមរយៈការញ៉ាំអាហាររបស់គាត់ចំពោះរឿងនេះគឺជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍និងមានអ្នកទស្សនាច្រើននៅក្នុងប្រទេសកម្ពុជាយើងផងដែរហើយកុំភ្លេចទស្សនារឿងនេះទាំងអស់គ្នាព្រោះរឿងនេះនឹងផ្ដល់ជាមួយនឹងមេរៀនជីវិតល្អៗនិងការអប់រំផ្លូវចិត្តនិងការតស៊ូនៅក្នុងជីវិតផងដែររឿងនេះបានចាក់ផ្សាយរួចហើយកាលពីថ្ងៃទី11ខែឧសភាឆ្នាំ2026វាគឺជាការផលិតដោយក្រុមហ៊ុន CJNM ដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ TVN និង platform TVN